បាទសួស្តីទាំងអស់គ្នាបាទថ្ងៃនេះចង់មកចែកម្លែកបាទនៃការប្រើប្រាស់ eSIM card បាទអញ្ចឹងយើងចូលទៅក្នុង setting មួយចំនួនដើម្បីយើងរៀបចំនៅការប្រើប្រាស់ eSIM card ទៅយើងដាក់ទៅយើងពិបាកនឹងខចេញខចូលខទៅវាលោតលេខ1លេខ2ដើម្បីឲ្យវាងាយស្រួលអញ្ចឹងយើងចូលទៅក្នុង setting ចូល setting មកយើងចូលទៅកន្លែង data នេះបាទសម្រាប់ខ្ញុំប្រើ SIM 2អញ្ចឹងណា iPhone នេះអញ្ចឹងអ្នកនរគ្នាចូលទៅក្នុង setting មួយមកយើងដើម្បីឲ្យសេឈ្មោះថា SIM មួយណា SIM share card SIM មួយណា SIM smart អញ្ចឹងយើងចូលទៅក្នុងនេះមកបាទបន្ទាប់មកអ្នកនរគ្នាចូលទៅកន្លែង label ខាងលើនេះអ្នកនរគ្នាដូរកន្លែងនេះកន្លែង custom label នេះអ្នកនរគ្នាដូរឈ្មោះវាមកបើ smart យើងដាក់ smart មកហើយតែប៉ុណ្្នឹងហើយជាការស្រេចតបមកទាំងអស់គ្នា back វាថយក្រោយវាវិញមកបាទវាថយក្រោយវាវិញហើយយើងមើលចូល SIM មួយទៀតបាទ SIM យើងវាមាន2អញ្ចឹងយើងរកមើលយើងចូលទៅ SIM មួយទៀតបាទយើងថយមកអស់មកបាទនេះ SIM ទី2 SIM share card របស់ខ្ញុំតបមកទាំងអស់គ្នាចូលក្នុង label បាទ label ខាងលើនេះបាទនៅខាងលើបាទខ្ញុំចេញនៅខាងលើនេះតបមកបងប្អូនគ្នាចូលកន្លែង custom ខាងក្រោមគេនេះសរសេរមកបាទអញ្ចឹងដល់ពេលដែលយើងសរសេរអស់ហើយយើង back វាថយក្រោយមកវាវិញមកតបមកដល់ពេលដែលបងប្អូនគ្នាខចូលបាទខចូលបងប្អូនគ្នាគ្រាន់តែវាយលេខបាទឥឡូវខ្ញុំឲ្យវាយលេខបាទវាយលេខអញ្ចឹងទៅឧទាហរណ៍ថាខ្ញុំវាយលេខ012 5232បាទ5231ចេះមកបាទអញ្ចឹងខ្ញុំពេលខ្ញុំ call បាទមុននឹង call ទាំងអស់គ្នាមើលខាងឆ្វេងដៃនេះបាទបងប្អូនឃើញមានពាក្យនេះបងប្អូនចុចអានេះសិនមកវាមានដាក់ line បាទវាមានដាក់ line share card line smart អញ្ចឹងយើងយកប្រើមួយណាតោះមកចាំយើងចុចគ្រាសខាងក្រោមមកយើងយកនេះចុចនេះមកហើយចាំ call អូខេ